បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់មកចែកម្លែកជូនបងដែលតែងតែសួរមកថាអូការងារតម្លើងរថយន្តនៅខាង Stockton ហ្នឹងគឺធ្វើកិច្ចការរបៀបម៉េចដែរនេះគឺជាវីដេអូខ្លះដែលបង្ហាញពីសកម្មភាពការងារនៅរោងចក្រតម្លើងកន្ទុយកុងតឺន័រហ្នឹងដូចមកបងបានតែអញ្ចឹងការងារមិនជាធ្ងន់ទេគឺគេមានម៉ាស៊ីនមានអីជួយអញ្ចឹងណាហើយមានប្រុសមានស្រីធ្វើការនៅក្នុង production assembler ហ្នឹងសម្រាប់ Stockton Trailer គឺជាក្រុមហ៊ុនមួយពិសេសជាងគេដែលគេរើសទាំងពីរទាំងស្រីទាំងប្រុសអាចធ្វើបានទាំងពីរទី1ទី2គឺជាក្រុមហ៊ុនមួយដែលផ្ដល់ប្រាក់ចំណូលខ្ពស់គឺ$18នៅក្នុង1ម៉ោងហើយយើងអាចធ្វើការ OT ចន្លោះ10ទៅ20ម៉ោងថែមទៀតក្នុងមួយសប្តាហ៍ដើម្បីអាចរកចំណូលបានបន្ថែមមួយទៀតដែររត់តែពិសេសទៅទៀតនោះគឺ Stockton Trailer ជាក្រុមហ៊ុនមួយដែលមានបទពិសោធន៍មានន័យថាជាក្រុមហ៊ុនដែលមានបទពិសោធន៍ធានាជោគជ័យទៅច្រើនអ្នកហើយក្រុមហ៊ុនដែលមានបទពិសោធន៍បែបនេះគឺនឹងធ្វើឲ្យដំណើរការ EB3 របស់បងគឺមានប្រសិទ្ធភាពខ្ពស់មានន័យថាมันមានហានិភ័យពាក់ព័ន្ធទៅនឹង employerជាក្រោយដែរសម្រាប់បងដែលចង់ចាប់ផ្ដើមកម្មវិធី EB3 Visa ប៉ុន្តែបងខ្វះលទ្ធភាពនៅក្នុងការចាប់ផ្ដើមអីជាដើមដាក់ទៅ Stockton Trailer នេះគឺបងអាចធ្វើការចាប់ផ្ដើមត្រឹមតែ$500ក្នុងមួយខែគឺចាប់ផ្ដើមបានហើយមិនចាំបាច់តបងរងចាំរហូតដល់មានប្រាក់គ្រប់គ្រាន់ទេអញ្ចឹងនេះគឺជាសកម្មភាពខ្លះនៅក្នុងរោងចក្រ Stockton ដែលជារោងចក្រធំជាងគេយើងមានជា employer ពិសេសជាងគេដែលមានបទពិសោធន៍បងអាចទុកចិត្តបានអរគុណ